นบ่าได้ทราบแต่ยังដាក់ក្តាមហ្នឹងគឺថាអស់កម្លាំងមកជុំហើយបងប្អូនអើយមកឲ្យធ្វើម្ហូបទៀតសឹងថាអស់អាលីងមកពីក្នុងខ្លួនអញ្ចឹងណាបាទតែហេតុតែហេវបងប្អូនអើយបាទសុកចិត្តបខំចិត្តដើម្បីធ្វើម្ហូបក្នុងព្រៃហ្នឹងហូបភ្លាមៗតែម្ដងបាទហើយឥឡូវនេះយើងក៏បានចេញដំណើរទៅរកអស់រកភ្លើងយើងដើម្បីបង្កាត់ភ្លើងដាំបាយស្លសឡស្លអីចឹងទៅបងប្អូនអើយបាទហើយចំពោះអស់យើងឥឡូវក៏ពិបាករកដែរបងប្អូនណាដោយសារតែមួយរយៈនេះភ្លៀងខ្លាំងពេកបងប្អូនភ្លៀងស្ទើរតែរាល់ថ្ងៃហ្មងយើងនៅខាងកោះកុងយើងអញ្ចឹងណាបាទមួយអាទិត្យអីភ្លៀង6ថ្ងៃឬក៏មួយអាទិត្យហ្នឹងភ្លៀង6ថ្ងៃកន្លះអីចឹងទៅបងប្អូនអើយស្ទើរតែរាល់ថ្ងៃហ្មងនៅកោះកុងយើងនេះនិយាយទៅផ្លូវបើនិយាយពីថាផ្លូវវិញហ្នឹងសឹងថាដាច់សឹងគ្រប់កន្លែងអញ្ចឹងណាហើយសូម្បីខ្ញុំមកដាក់ក្តាមម្ដងអីក៏ដាក់អត់សូវបានដូចមុនដែរដោយសារអីដោយសារតែក្តាមសេកហ្នឹងពេលដែលមានភ្លៀងខ្លាំងក៏រត់សូវបានដែរអញ្ចឹងណាបាទវាអត់សូវកាយរនកាយអីចឹងទៅហើយបើងាវភក់វិញគឺកាន់តែអត់ជាងក្តាមសេកទៀតអញ្ចឹងណាបងប្អូនដោយសារតែងាវភក់គេរត់នៅតាមដៃកោងកាងតាមព្រែកតាមអីចឹងទៅអញ្ចឹងនៅពេលដែលមេឃភ្លៀងមកបន្តិចបន្តួចមកវាច្រោះវាធ្វើឲ្យទឹកនឹងឡើងគេរត់សូវបានវាច្រោះអាមាត់ងាវភក់ហ្នឹងគេមើលឃើញអញ្ចឹងទៅក៏រត់សូវបានដែរអញ្ចឹងណាហើយជាបងប្អូនដែលគាត់ឆាតមកទិញងាវភក់ទិញអីមករយៈនេះអត់សូវបានទេបងប្អូនហើយសូម្បីតែក្តាមសេកអីក៏អត់សូវបានដែរតោះតែមេឃរៀង2 3ថ្ងៃអីទៀតនោះបានយើងអាចរកបានទៀតអញ្ចឹងណាបងប្អូនបាទឥឡូវនេះមកចូលសកម្មភាពនៃវីដេអូយើងវិញនេះគឺជាសកម្មភាពដែលយើងកំពុងតែពុះអស់ពុះអីដើម្បីបង្កាត់ភ្លើងដាំបាយស្លសឡអីចឹងទៅទម្រាំបានមកហូបមកមុខទម្រាំឲ្យបានបាយមួយឆ្នាំគឺមិនងាយបងប្អូនណានៅក្នុងព្រៃនេះបើដូចនៅផ្ទះយើងអីគាត់នឹងហ្គាសអីកាច់ផុសអីគឺដាំបាយឆ្អិនមួយផ្លែតមកយ៉ាងណាខ្លះគាត់ប្រើឆ្នាំងភ្លើងឆ្នៃចឹងទៅតែក្នុងព្រៃនេះបងប្អូនអត់មានឆ្នាំងភ្លើងមានអគ្គិសនីអីមកដល់ទេបាទអ្វីដែលយើងត្រូវដាំទាំងអស់គឺយើងត្រូវប្រើភ្លើងត្រូវបង្កាត់អស់បង្កាត់អីចឹងទៅទម្រាំឲ្យឆេះពិសេសនៅក្នុងព្រៃគឺពិបាកបង្កាត់ភ្លើងហ្មងបងប្អូនជាពិសេសខែវស្សាហ្នឹងហ្មងចឹងណាហើយអ្នកនរនេះថាចុះបើវេទនាម្លឹងហេតុអីមិនព្រមយកមកហូបយកអីពីផ្ទះទៅដាំបាយដាំអីពីផ្ទះទៅហើយទៅហ្នឹងហើយអ្នកនរគ្នានិយាយចឹងក៏បានដែរក៏ប៉ុន្តែដូចថាសម្រាប់តែយើងម្នាក់ទេបាទសម្រាប់ឲ្យខ្ញុំអីគឺចូលចិត្តហូបរបស់ភ្លាមចំអិនភ្លាមក្តៅអីគឺហូបឆ្ងាញ់ចឹងណាអញ្ចឹងមុនយើងចេញរកត្រីសាច់ក្តាមខ្យងរបស់យើងត្រូវទាញខូស៊ីស៊ូប៉ូជីដើម្បីហូបជំនួយសុខភាពយើងសិនចឹងណាបងប្អូនបាទចំពោះខូស៊ីស៊ូប៉ូជីគឺជាស្ដេចអាហារបំពន់របស់ខូស៊ីផ្ទាល់ដែលជួយដោះស្រាយរាល់បញ្ហាកាពះពោះវៀនស្ពឹកដៃស្ពឹកជើងស្លាក់ដៃស្លាក់ជើងដេញជាតិពុលចេញពីរាងកាយចឹងណាបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនដែលគាត់មានបញ្ហាដូចខ្ញុំរៀបរាប់មិញហ្នឹងបងប្អូនអាចសាកល្បងប្រើខូស៊ីស៊ូប៉ូជីនឹងបានដើម្បីជំនួយដល់រាងកាយរបស់យើងដែលត្រូវការចឹងណាបងប្អូនបាទអញ្ចឹងអ្នកនរគ្នាឆ្ងល់ថាចុះខ្ញុំមានបញ្ហាសុខភាពអីមែនបាទខ្ញុំតែញ៉ាំគូស៊ីរាល់តែដងអញ្ចឹងណាបាទការពិតខ្ញុំអត់មានបញ្ហាសុខភាពអីទេបងប្អូនអើយតែគាត់ថាយើងញ៉ាំគូស៊ីហ្នឹងដើម្បីការពាររាងកាយរបស់យើងទៅថ្ងៃមុខទៅព្រោះថាយើងម្នាក់យើងមិនអាចមើលឃើញពីជំងឺរបស់យើងទៅថ្ងៃមុខថាកើតអីទេមែនទេបងប្អូនបាទអញ្ចឹងយើងគួរតែការពារប្រសើរជាងព្យាបាលអញ្ចឹងណាបាទជាចំពោះគូស៊ីស៊ូប៉ូជីហ្នឹងគឺវាមានតួនាទីសំខាន់ខ្លាំងមែនតើបាទរាល់ជាតិពុលទាំងអស់ដែលបងប្អូនមាននៅក្នុងរាងកាយហ្នឹងគឺវាជួយបញ្ចេញមកខាងក្រៅទាំងអស់ហ្មងអញ្ចឹងណាអញ្ចឹងរាល់បងប្អូនដែលគាត់ហូបបន្លែត្រីសាច់អីដែលមានជាតិពុលអីគឺញ៉ាំគូស៊ីស៊ូប៉ូជីហ្នឹងទៅគឺត្រូវហើយដោយសារតែគូស៊ីគឺជាក្រុមហ៊ុនមួយដែលមានប្រវត្តិល្អតាំងតែពី8ឆ្នាំមកម្លេះអញ្ចឹងណាដល់អញ្ចឹងរាល់បងប្អូនដែលគាត់ប្រើគឺអាចទុកចិត្តបានហ្នឹងហើយឥឡូវមកចូលសកម្មភាពវីដេអូរបស់យើងតនេះគឺជាសកម្មភាពដែលយើងកំពុងតែដើររកខ្យងមាត់វាចដើម្បីយកទៅធ្វើម្ហូបពិសេសយើងថ្ងៃហ្នឹងតែម្ដងអ្នកនរគ្នាបាទអញ្ចឹងម្ហូបថ្ងៃនេះវាមិនទៅប្លែកអីណាទេក៏ប៉ុន្តែខ្ញុំដឹងតែអ្នកនរគ្នាដឹងតែស្រក់ទឹកមាត់ជាក់ជាមិនខានហើយឲ្យតែអ្នកនរគ្នាមើលដល់ចុងវីដេអូអញ្ចឹងណាដោយសារតែខ្យងមាត់វាចហ្នឹងគឺជាប្រភេទខ្យងសមុទ្រមួយយ៉ាងដែលឆ្ងាញ់មិនចាញ់ពីខ្យងដទៃទេអញ្ចឹងណាបងប្អូនខ្ញុំមានតែនាមហ្មងបើសិនជាបងប្អូនបានសាបានហូបវាឲ្យដឹងតែដូចថាញ៉ាំជញ្ជក់មាត់ជញ្ជក់កអញ្ចឹងទៅបាទវារៀងពិបាកធ្វើមែនក៏ប៉ុន្តែរសជាតិរបស់វាគឺវាគុនគូទៅតាមនឹងដែរអញ្ចឹងណាបាទហើយនេះក៏ជាសកម្មភាពដែលយើងដើរលូនផងក្រាបផងដើម្បីរកវាអញ្ចឹងទៅហើយចំពោះការរកហ្នឹងគឺមិនងាយស្រួលឯម៉ានទេខ្យងមាត់វាចហ្នឹងបាទខ្យងមាត់វាចរបៀបរកហ្នឹងគឺវាចូលចិត្តនៅតំបន់ដែលមានដីស្ងួតអញ្ចឹងណាបាទសាមតិចអីគឺវាចូលចិត្តនៅណាជាពិសេសក្នុងដែលមានស្លឹកឈើជ្រុះមកច្រើនអីគឺវាចូលចិត្តទៅនៅក្រោមស្លឹកឈើហ្នឹងហើយអញ្ចឹងយើងត្រូវពិនិត្យមើលបាទជួនកាលវាច្រឡំជាមួយនឹងស្លឹកឈើក៏មានដែរបាទចឹងចំពោះអ្នកនរគ្នាដែលគាត់រកខ្យងមាត់វាចអីគួរតែប្រុងប្រយ័ត្នទាំងអស់គ្នាដោយសារតែខ្យងមាត់វាចហ្នឹងគឺវានៅតែតំបន់ដែលដីគោកអញ្ចឹងទៅវាអាចមានសត្វអាសេរពឹសសត្វអីផ្សេងនៅពួននៅកន្លែងហ្នឹងច្រើនអញ្ចឹងហើយអាហ្នឹងគឺថាអស់អាលីងហ្មងដោយសារតែយើងទៅតែដាក់ក្តាមរួចយើងមករកខ្យងមាត់វាចទៀតគឺថាដើររៀងឆ្ងាយដែរដល់អញ្ចឹងរៀងអស់កម្លាំងអាលីងហ្មងដល់អញ្ចឹងដេកនៅក្រោមដើមឈើដែលយើងកន្លែងដែលយើងរកខ្យងមាត់វាចហ្នឹងមកសន្ទុះតែម្ដងគ្នាបាទគឺថាស្រស់ស្រាយបាទត្រជាក់ស្រួលខ្លាំងមែនតើបាទមេឃសតុំមេឃមកលប់ដោយសារមានដើមឈើហ្នឹងហើយអ្នកនរគ្នាបាទគឺដេកលក់ស្រួលខ្លាំងមែនតើបាទឥឡូវនេះយើងក៏បានរកខ្យងមាត់វាចយើងបានច្រើនគួរសមដែរល្មមដែលយើងអាចហូបម្នាក់ឯងបានអញ្ចឹងទៅបងប្អូនហើយកម្រោចច្រើនពេកលូបលន់ពេកគឺថាយើងធ្វើមិនទាន់ទេហូបមិនអស់ទេខ្យងមាត់វាចយើងហ្នឹងបាទអញ្ចឹងយើងរកមកល្មមដែលយើងអាចធ្វើម្ហូបបានយើងក៏បានយកខ្យងមាត់វាចហ្នឹងយកមកស្ងោរវាបន្តិចអញ្ចឹងទៅកុំស្ងោរវាឆ្អិនពេកបងប្អូនបាទស្ងោរមកល្មមដើម្បីយើងចាក់យកក្បាលវាអញ្ចឹងទៅបាទអញ្ចឹងបើសិនជាយើងស្ងោរវាឆ្អិនពេកបាទយើងអាក្បាលខ្យងមាត់វាចហ្នឹងវានឹងលឹបទៅខាងក្នុងអញ្ចឹងយើងអាចចាក់យកក្បាលវាបានមកទេបាទអញ្ចឹងបន្តិចទៀតបងប្អូនប្រកាសជាឃើញខ្ញុំចាក់យកក្បាលខ្យងមាត់វាចហ្នឹងដោយវិធីណានោះបាទពីព្រោះថាខ្យងមាត់វាចវិធីធ្វើគឺគេមានតែវិធីមួយគឺគេដំទេក៏ប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងចាក់
យកក្បាលរបស់វាដូចយើងចាក់ខ្ចៅចាក់ខ្យងអីចឹងណាបាទដូចគ្នាអញ្ចឹងក៏ប៉ុន្តែយើងចាក់មកហ្នឹងគឺមកអស់ទេមកតែក្បាលវាទេតែគាត់ថាមកក្បាលវាហ្នឹងក៏វារៀងច្រើនគួរសមដែរដែលយើងអាចទទួលយកបានដែលយើងអាចហូបបានឆ្អែតដែរហើយក៏មានបងប្អូនជាច្រើនដែលគាត់ខមមិនផងឆាតមកផងអីផងបងប្អូនណាបាទដើម្បីចង់បានខ្យងមាត់វាយើងយកទៅធ្វើម្ហូបម្ដងឲ្យស្គាល់រសជាតិចឹងទៅតែខ្ញុំដូចថាអត់សូវបានរកឲ្យពួកគាត់ទេអញ្ចឹងណាបងប្អូនដោយសារតែខ្យងមាត់វាហ្នឹងវារៀងពិបាកធ្វើដែរអ្នកនរគ្នាបាទបើសិនជាបងប្អូនចង់ចេះធ្វើអីបងប្អូនអាចអូនមើលវីដេអូខ្ញុំចាស់បានតែគាត់ថាបើរសជាតិរបស់វាខ្ញុំដឹងថាឆ្ងាញ់ហើយដឹងតែធានាថាឆ្ងាញ់ហើយអញ្ចឹងណាឥឡូវនេះខ្យងមាត់វារបស់យើងស្ងោរបានមកល្មមថាយើងអាចចាក់យកក្បាលវាបានហើយអញ្ចឹងណាយើងក៏បានលើកវាយកទុកមកកន្លែងហើយយើងក៏បានគុំភ្លើងគុំអីដើម្បីបង្កាត់ភ្លើងតទៀតអញ្ចឹងទៅហើយចំពោះមុខម្ហូបថ្ងៃនេះបងប្អូនបាទខ្ញុំអត់ទាន់ប្រាប់ឡើយទេទៀតបងប្អូនគាត់ដឹងគាត់ជាស្គាល់ទាំងអស់គ្នាហើយបាទហ្នឹងអ្នកនរគ្នាឥឡូវនេះយើងក៏ចាប់ផ្ដើមចាក់យកក្បាលខ្យងមាត់វាយើងតែម្ដងបាទឃើញហើយសាច់វាតំណណាបងប្អូនបាទច្រើនណាស់ណាបាទអានេះយើងចាក់មកអស់ទេវានៅច្រើនជាងនឹងនៅក្នុងខ្លួនវាទៀតតែដោយសារតែយើងខ្ជិលដំយកសាច់របស់វានៅក្នុងសបកវាអញ្ចឹងណាបាទអញ្ចឹងយើងចាក់យកតែក្បាលវាអញ្ចឹងហើយលឿនអញ្ចឹងទៅគាត់ថាយើងរៀងខាតសាច់វាច្រើនដែរហើយខ្យងមាត់វានេះបងប្អូនបាទពោះរបស់វានឹងឆ្ងាញ់ជាងក្បាលរបស់វាធ្វើទៅតែក្បាលរបស់វារៀងឆ្ងាញ់មែនក៏ប៉ុន្តែឆ្ងាញ់នៅចាញ់ខ្លួនរបស់វានៅខាងក្នុងទេដែលយើងចាក់យកអស់យ៉ាងណាសតតែខ្លាញ់សតតែពងហ្មងអញ្ចឹងទៅប៉ុន្តែបើយើងអត់ចង់ចាក់យកខ្យងមាត់វាបែបហ្នឹងទេយើងអត់ចង់ខាតទេយើងមានតែដំវិធីមួយគត់ដែលយើងត្រូវដំវាអញ្ចឹងណាអញ្ចឹងយើងដំវាយកសាច់របស់វានឹងហើយយើងត្រូវឲ្យជួសយកដីដែលនៅជុំវិញលំអូខ្លួនរបស់វានឹងទៀតច្រើនទៀតអញ្ចឹងណាយើងរៀងប្រាជ្ញាពេលយូរដែរបើសិនជាយើងអត់ដំវាអញ្ចឹងទៅតែបើយើងចាក់យកតែក្បាលវាចេះគឺលឿនហើយបងប្អូនមកផ្លែតហើយបាត់ហើយតែគាត់ថាយើងខាតច្រើនខ្លាំងមែនតើបាទស្ដាយហ្មងបងប្អូនឃើញសាច់វាឡើងតឡូមកហ្មងអញ្ចឹងណាហើយចំពោះរសជាតិរបស់វាខ្ញុំនិយាយពីថាបងប្អូនអើយបាទបរិយាយប្រាប់បងប្អូនអត់អស់ទេដោយសារតែគ្រាន់តែប្រាប់បងប្អូនហ្នឹងបងប្អូនមិនបានភ្លក់រសជាតិហ្នឹងយើងមិនដឹងរសជាតិវាយ៉ាងម៉េចទៅតែខ្ញុំដឹងថាឆ្ងាញ់ហើយសម្រាប់ខ្ញុំណាដឹងតែឆ្ងាញ់ហើយមើលខ្លាញ់មើលអីវាអញ្ចឹងទៅបងប្អូនអូយបាទរសជាតិសាហាវណាស់បាទឆ្ងាញ់មែនតើខ្ញុំនិយាយបដើគោពោះបដើឲ្យបងប្អូនបាទនិយាយមែនតើចឹងបងប្អូនអ្នកមើលកំអាលគោពោះទៀតអីយ៉ាងណាបាទតិចទៀតយើងបានហូបទាំងអស់គ្នាហើយបាទយើងកំពុងតែធ្វើម្ហូបយើងយ៉ាងពិសេសតែម្ដងបាទតែមិនដឹងជាម្ហូបអីទេចាំតាមដានអ្នកនរគ្នាបន្តអញ្ចឹងទៅហ្នឹងអ្នកនរគ្នាបន្ទាប់ពីយើងចាក់ខ្យងមាត់វាយើងរួចរាល់ហើយយើងក៏បានទៅកាត់បន្លាខ្មងនេះគេហៅថាដើមខ្មងបាទដើមហ្នឹងគឺបន្លារបស់វាច្រើនជាងដើមរកាដែកទៀតអញ្ចឹងណាបងប្អូន6ចំនួនប្រកាសជាស្គាល់ហើយដើមរកាដែកក៏បាទអញ្ចឹងបន្លាខ្មងរបស់យើងមិននៅឆ្ងាយហ្មងណាបងប្អូននៅចិត្តនឹងដែរអញ្ចឹងណាហើយមើលបន្លារបស់វាស្រួយហើយរឹងខ្លាំងមែនតើយើងកាច់ដៃមួយអីគឺកាច់អត់បាក់ទេបាទយើងមានយកបថៅដើម្បីជំនួយយើងទៅកាច់យកមកអញ្ចឹងទៅហើយបងប្អូនណាគាត់ដើរក្នុងព្រៃម្ដុំព្រៃកោងកាងព្រៃអីបងប្អូនគួរតែប្រុងប្រយ័ត្នបន្លានេះគឺមុតស្រួយណាស់បងប្អូនអើយតាមមុតហើយគឺថាគ្រោះថ្នាក់ខ្លាំងមែនតើប៉ះកន្លែងណាផ្សេងអត់អីទេតែបើសិនជាប៉ះភ្នែកប៉ះអីនឹងអាចនឹងធ្វើយើងប៉ះពាល់យើងខ្លាំងអញ្ចឹងណាអ្នកនរគ្នាឥឡូវនេះយើងចាប់ដើមយកបន្លាខ្មងរបស់យើងដើម្បីដោតជាចកៈអញ្ចឹងទៅបាទដោតជាកនួយមួយអញ្ចឹងទៅអញ្ចឹងណាបាទដើម្បីយើងយកទៅវាចម្អិនតដោយសារតែយើងស្ងោរខ្យងមាត់វាមិញហ្នឹងគឺវាអត់ទាន់ឆ្អិនល្អ 100%ហ្មងទេបាទអញ្ចឹងយើងមានតែដោតវាដល់អញ្ចឹងហើយយើងយកទៅស្ងោរវាបន្ថែមអញ្ចឹងទៅបាទអញ្ចឹងគឺថាតំណងខ្លាំងមែនតើបងប្អូនថាអាចយកទៅធ្វើជាដូចថាម្ហូបលក់អីបានទេមើលទៅអញ្ចឹងណាបាទនៅបងប្អូនគ្នាចំពោះរសជាតិរបស់វាខ្ញុំអាចធានាបានថាអាចនឹងឆ្ងាញ់ជាងខ្យងច្រើនមួយចំនួនដែលយើងធ្លាប់ហូបពីមុនមកអញ្ចឹងណាបាទឥឡូវនេះយើងដោតវាបានរួចរាល់អស់ហើយបងប្អូនអើយយើងក៏បានយកទៅដាក់នៅលើខ្ទះរបស់យើងបាទដើម្បីចម្អិនវាបន្ថែមមុននឹងយើងថូបវាហ្មងអញ្ចឹងណាបាទគឺថាតំណងខ្លាំងមែនតើបាទដោតជាចកៈទៅមួយម៉ាត់ហ្មងអញ្ចឹងណាមួយម៉ាត់ហ្នឹងគឺថាឆ្ងាញ់អស់តពេញមាត់តែម្ដងបងប្អូនឃើញអញ្ចឹងមិនមែនទូចណាធំណាបាទមួយហ្នឹងគឺថាយើងហូបស្ងថាពេញមាត់តែម្ដងបាទឥឡូវនេះយើងក៏ចាប់ផ្ដើមឆ្អិនហើយបងប្អូនបាទខ្យងមាត់វាយើងឆ្អិនហើយយើងក៏បានយកខ្យងមាត់វាយើងហូបតែម្ដងបងប្អូនអើយបាទចឹងចំពោះម្ហូបយើងនេះគឺយើងจะលក់ជាមួយនឹងទឹកត្រីកកុងយើងតែម្ដងហិលចេះគឺថាអូយបងប្អូនអើយជាតិសាហាវមែនតើណាបងប្អូនបាទអត់និយាយលេងបងប្អូនបើសិនជាអ្នកនរគ្នាចង់ឆ្ងាញ់បងប្អូនធ្វើបែបហ្នឹងទៅគឺឆ្ងាញ់ហើយដឹងតែឆ្ងាញ់ 100% ហ្មងបាទតែថ្ងៃនេះយើងរៀងជ្រែដែរបងប្អូនអើយបាទយើងធ្វើម្ហូបហ្នឹងគឺរៀងយប់មែនតើបាទដោយសារយើងចំណាយពេលយូរបង្កាត់ភ្លើងតម្រំឲ្យឆេះបង្កាត់ភ្លើងឲ្យមានភ្លៀងធ្លាក់មកទៀតបងប្អូនអើយភ្លៀងធ្លាក់មកអញ្ចឹងទៅបលត់ភ្លើងយើងទៅបង្កាត់សារថ្មីទៀតអញ្ចឹងនៅខាងក្រោយនៃវីដេអូនេះគឺមិនងាយស្រួលទេបាទអញ្ចឹងយើងក៏បានហូបវាតែម្ដងបាទអញ្ចឹងចង់មកវាហ្នឹងបងប្អូនអាចយកទៅធ្វើអីក៏បានដែរអាចយកទៅកែងអាចយកទៅស្លការីអាចយកទៅឆាក្តៅអាចយកទៅឆាអីផ្សេងយកទៅស្លអីគឺថាបានមកចប់មកសេតហ្មងយើងទៅតាមអ្វីដែលបងប្អូនអាចថាចេះច្នៃប្រឌិតទៅតាមទម្រង់ម្ហូបដែលអ្នកនរគ្នាចេះអញ្ចឹងណាគឺអាចធ្វើបានគ្រប់សពសារពើអញ្ចឹងទៅស្លជាមួយបន្លែអីក៏ត្រូវដែរខ្យងមាត់វិញនេះហ៎បាទតែបើលេខ1ហ្មងស្លជាមួយនឹងបន្លែប៉ឹងគឺលេខ1ហើយបាទខ្យងមាត់វិញនេះហ៎បាទដឹងតែឆ្ងាញ់ដឹងជក់ចិត្តដិតអារម្មណ៍ហ្មងបាទសូម្បីតែយើងស្ងោរវាបែបហ្នឹងហើយយើងយកមកជ្រលក់បញ្ជូរមិននៅតែឆ្ងាញ់បងប្អូនបាទឃើញទេអូយជាតិខ្ញុំមើលម្ដងអ្នកនរគ្នាកុំស្រក់ទឹកមាត់ណាបងប្អូនបាទ
កំសត់ទឹកមាត់នៅអ្នកនរគ្នាវីដេអូនេះរៀងជ្រេរៀងយប់ដែរហើយបាទអញ្ចឹងយើងមានតែប៉ុណ្្នឹងទេហើយក៏អរគុណបងប្អូនចំពោះការទស្សនាវីដេអូនេះផងដែរយើងមើលឆ្វេងមកស្ដាំផងព្រោះថាយប់មែនតើណាបងប្អូនអើយនេះយើងដាក់ផ្លាស់ទូរស័ព្ទជំនួយខ្លះឯងបងប្អូនអើយទៅមើលទៅឃើញរៀងភ្លឺអញ្ចឹងណាអ្នកនរគ្នាវីដេអូយើងមានតែប៉ុណ្្នឹងទេបងប្អូនបាទចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតណា